បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយមួយរយៈនេះខ្ញុំមានការឈឺជើងហើមនៅសរសៃវ៉ែនមិនអាចឈរហាត់ប្រាណបានអញ្ចឹងហើយទើបខ្ញុំបានហាត់ប្រាណដោយប្រើវិធីសាស្ត្រអង្គុយលើកៅអីដើម្បីហាត់ប្រាណនៅកម្ដៅសាច់ដុំក៏ដូចជាបញ្ចេញញើសបញ្ចេញនៅសារជាតិពុលជាដើមថ្ងៃនេះគឺជាការហាត់ប្រាណនៅវីដេអូទី19សម្រាប់ការហាត់ប្រាណរបស់ខ្ញុំប្រសិនបើបងប្អូនស្រឡាញ់សុខភាពសូមបងប្អូនចាប់អារម្មណ៍មកការហាត់ប្រាណតិចតួចតាមដែលបងប្អូនអាចធ្វើបានគឺដើម្បីសុខភាពទាំងអស់គ្នាពីដើមឡើយពីមុនខ្ញុំមានជំងឺច្រើនពេលដែលខ្ញុំបានជាពីជំងឺខ្ញុំក៏សម្រេចចិត្តហាត់ប្រាណវាអាចជួយឲ្យរាងកាយរបស់ខ្ញុំរឹងប៉ឹងជាងមុនឡើងបន្តិចទៀតនេះហើយគឺជាសកម្មភាពដែលខ្ញុំធ្វើជាប្រចាំជារឿយលទ្ធផលដែលទទួលបានគឺធ្វើឲ្យយើងគេងលក់ស្រួលធ្វើឲ្យយើងស្រួលក្នុងខ្លួនបានមួយកម្រិតសង្ឃឹមថាវីដេអូនេះជាវីដេអូមួយសម្រាប់ដាស់តឿនឲ្យបងប្អូនគ្រប់គ្នាភ្ញាក់រលឹកមកការហាត់ប្រាណទាំងអស់គ្នាការហាត់ប្រាណមានច្រើនបែបបងប្អូនមិនចាំបាច់លើកនៅដុំស៊ីម៉ង់ធ្ងន់ដូចខ្ញុំទេបងប្អូនគ្រាន់តែអាចដើរជិះកង់និងរត់ជាប្រចាំក៏ជាល្អម្យ៉ាងសម្រាប់តែបងប្អូនអាចធ្វើបានប៉ុន្តែប្រសិនបើបងប្អូនលើកនៅរបស់ទាំងអស់នេះលុះត្រាតែបងប្អូនមានការហាត់លើកពីស្រាលតិចៗដែលបងប្អូនអាចលើកបានបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទ